ធ្វើពុតជាស្លាប់មែនទេយើងមិនខ្វល់ថាឯងជាមនុស្សឬខ្មោចយើងនឹងសម្លាប់ឯងម្ដងទៀតឯងពិជានិយាយច្រើនណាស់ហេតុអ្វីបានជាឯងនៅទីនេះទៀតប្រញាប់រត់ទៅឯងបានរស់ឡើងវិញហើយឯងបានសម្លាប់ចៅឈួនទៀតបើត្រូវបានមេដឹកនាំដឹងបើឯងចង់ចាក់ចេញក៏មិនបានដែរតាចាស់តោះទៅជាមួយគ្នាខ្ញុំមិនត្រូវការឯងបារម្ភពីខ្ញុំទេបើឯងមិនរត់ទៅទេខ្ញុំនឹងបោកក្បាលរបស់ខ្ញុំជាមួយភ្នោឥឡូវនេះតាចាស់លោកបានប្រើល្បិចទាំងនេះ1000ដងរួចទៅហើយសាកល្បងអ្វីដែលថ្មីនៅពេលក្រោយតើឯងអាចរត់គេចជាមួយតាចាស់ដូចខ្ញុំយ៉ាងដូចម្ដេចយើងបានរត់គេចពីអាណាចក្រដងយាគ្រប់ផ្លូវទៅកាន់ក្រុមដាវតុងធាឥឡូវនេះខ្ញុំមិនចង់រត់ទៀតទេមួយខែទៀតជាពេលប្រឡងជ្រើសរើសសិស្សបម្រើថ្មីខ្ញុំត្រូវតែធ្វើឲ្យគេភ្ញាក់ផ្អើលឲ្យមនុស្សទាំងនោះសងបំណងឈាមវិញហេតុអ្វីបានជាគ្មានប្រតិកម្មអ្វីទាំងអស់ចាប់តាំងពីខ្ញុំមាននិស្ស័យទទួលបានវាមិនអាចជារបស់ធម្មតាទេវាមិនគួរទេគួរឲ្យរំខានណាស់តើខ្ញុំនៅទីណាតើនេះជាអ្វីមនុស្សល្ងងខ្លៅរាប់លានឆ្នាំហើយគ្មានអ្នកណាម្នាក់ធ្លាប់ចាប់ភ្នែកខ្ញុំទេអាឡអេបឯងមាននិស្ស័យទេពជ្រាលជ្រៅឯងបានទទួលមរតករបស់ខ្ញុំឥឡូវនេះឲ្យតែព្រមគោរពខ្ញុំអាចផ្ដល់ឲ្យឯងនៅទ្រព្យសម្បត្តិគ្មានទីបញ្ចប់និងអំណាចតើឯងជាអ្នកណាបិសាចតូចលែងយើងគឺជាម្នាក់មកពី100,000ឆ្នាំមុនមីងឡុងដ៏អស្ចារ្យដែលធ្វើឲ្យព្រះអាទិទេពរាប់លានអង្គភ័យខ្លាចបើឯងមិនលែងទេខ្ញុំនឹងវាយឯងឲ្យស្លាប់ក្នុងមួយដង្ហើមលែងយើងពេលនេះមៀតមិនធំទេប៉ុន្តែឯងសំដីធំណាស់ឯងធ្វើឲ្យខ្លួនឯងស្ដាប់ទៅអស្ចារ្យណាស់ពេលនេះឯងបង្ហាញធម៌ពលឯងមកបើមិនមែនដោយសារឯងមានឫកពាដូចយើងកាលពីមុនទេយើងនឹងមិនខាតពេលបង្រៀនឯងទេបណ្ដោះភាពអមតៈចាប់ផ្ដើមពីរាងកាយរមែងស្លាប់សាច់ឈាមដំបូងទី2ចម្រាញ់សរសៃពួរពនាទប់មកបន្ថយឆ្អឹងពង្រឹងសរីរាង្គខាងក្នុងបន្ទាប់ពីការផ្លាស់ប្ដូរឈាមទម្លុះជីពចរទាំងអស់នៃរាងកាយទីបំផុតបង្រួបបង្រួមវិញ្ញាណនិងសាច់ឈាមរួមគ្នាតែមួយនេះគឺយឺតណាស់អាឡអិតទេពកោសល្យរបស់ឯងអន់ណាស់វាបានចំណាយពេល1ខែដើម្បីបំបែកកម្រិតទី3ខ្ញុំចាំថាអតីតកាលរបស់ខ្ញុំមិនបានជាមានភាពច្របូកច្របល់បែបនេះមិនដូចជាសកម្មភាពវឹកហាត់ធម្មតាទេជាមួយនឹងកម្លាំងរបស់ឯងការចូលរួមគឺល្អដោយការស្វែងរកការស្លាប់យើងណែនាំឯងមិនឲ្យជ្រៀតចូលគ្រាន់តែផ្ដោតលើការវឹកហាត់នៅជាក្រុមតើឯងគិតថាយើងកាន់សើមែនទេព្រើធ្លាក់មិនល្អទេអំណាចខាងវិញ្ញាណចុះខ្សែណាស់អោនក្បាលចុះឯងមានតែកម្រិតទី3មិនអាចឈ្នះខ្លាឃ្មុំកម្រិត5មួយបានទេខ្ញុំអាចយករួចខ្លួនបានខ្ញុំមិនអាចឈរមើលបានទេសិស្សច្បងតើមានអ្វីកើតឡើងស្មារតីខ្លាឃ្មុំខ្មៅហាក់ដូចជាមិនអាចគ្រប់គ្រងបានខ្ញុំមិនដឹងទេខ្ញុំនៅទីនេះដើម្បីស៊ើបពីបិសាចប៉ុន្តែមានរឿងចៃដន្យឲ្យបានកើតឡើងសិស្សច្បងតើសិស្សច្បងឈ្មោះអ្វីខ្ញុំត្រកូលស៊ូប្រយ័ត្នសិស្សច្បងស៊ូតោងឲ្យជាប់ទៅឆ្វេងឲ្យលឿនហេតុអ្វីបានជាអញរត់មកវិញហើយវាក្បាលរបស់វាទៅខាងស្ដាំឱកាសល្អឆាប់ខ្វេះក្របភ្នែកវាទៅលោតេលើនេះទាត់មុខរបស់វារត់តើចាំបាច់រត់ធ្វើអ្វីមកវាវិញហេឯងមិនស្ដាប់ខ្ញុំទេហើយឥឡូវនេះឯងកំពុងរងទុក្ខមានច្រាំងថ្មចោតនៅខាងមុខឯងនិយាយច្រើនពេកលោកព្រើធ្លាក់ឆ្លេឆ្លាដូចមាន់រកពងការប្រមូលផ្ដុំធាតុទាំង5គឺទេឋានសុខបើកហើយតើអាឡអិតនេះមិនអីទេកន្លែងនេះខ្ញុំស្គាល់ជាងសិស្សច្បង
bà niên nơi sliệt khọ ảo sam prakot chi đà sai nhom a center miên cầm lăng khla làng vệnh hai đầu vẫy ban chi niên mình đi ở vậy rư mùi tham po vinh yên orling hai pa po đó chất cùng nịch និយាយច្រើនណាស់ bà niên mình rôm rồi bù tê nút viên nâng chlong mê rộp cron tại trom mùi plệt ហេតុអ្វីបានជាលោកចង់ជួយសង្គ្រោះខ្ញុំពេលនេះ ប្រហែលជាខ្ញុំផ្ទាល់ធ្លាប់ទឹកភ្លៀងហើយដូច្នេះហេតុខ្ញុំចង់ធ្វើអ្វីមួយវាប្រសើរហើយ ហើយហេតុអ្វីបានជាលោកមកទីនេះ ខ្ញុំបានឮការប្រយុទ្ធនៅក្នុងព្រៃខណៈពេលដែលខ្ញុំកំពុងហាត់រៀនដូច្នេះខ្ញុំបានមកពិនិត្យមើលវាសិស្សច្បងស៊ូតោះទៅវិញរីការប្រាប់លោកមេបាក់ យឺតពេលហើយរងចាំលោកមេបាក់មកដល់ខ្ញុំខ្លាចយើងនឹងបាត់បង់តម្រុយតែពេលនេះអរគុណលោក អាល្អិតតើឯងមានជំងឺវង្វេងស្មារតីឬតើមានសត្វសាហាវប៉ុន្មានក្បាលបានស្លាប់នៅទីនេះរំពាត់របស់ស៊ីទូសាងសៀនមុននេះមិនបានសម្លាប់គាត់ទេគាត់ពិតជាមានសំណាងណាស់មែនហើយថ្មីនេះមានរឿងចម្លែកកើតឡើងនៅជួរភ្នំប៊ីប៉ូសូម្បីតែអ្នកគ្រប់គ្រងត្រូវបានសម្លាប់ប៉ុន្តែគាត់បានចេញមកដោយមានសុវត្ថិភាពអ៊ូជីបន្ទាបក្បាលឯងចុះកុំឲ្យគេស្គាល់ឯងថ្ងៃស្អែកនេះជាការប្រឡងហើយមិនចាំបាច់រឹងរូសពេលនេះទេបញ្ហាខ្លះមិនអាចដោះស្រាយដោយរត់គេចទេឯងពិតជានៅរស់នៅឡើយ សំបីតែអ្នកបម្រើតូចតាចក៏មិនអាចសម្លាប់បានឲ្យខ្ញុំធ្វើ អាល្អិតឯងពិតជាគួរឲ្យចាប់អារម្មណ៍ខ្ញុំចង់ដឹងបើយើងវាបំបាក់ឆ្អឹងរបស់ឯងចាំមើលឯងខ្លាំងប៉ុណ្ណាឯងអាចសាក់លបងបានឯងហ៊ានលោកគ្រូស៊ូវឹងមកដល់ហើយ